ពីធ្វើការដើរមើលតាណាមខ្ញុំចូលចិត្តខ្ទឹមដាំលើគោកនេះមែនតើមើលទៅក៏ឃើញកសាំងទៀបហើយដោះគ្រប់ថោបការទាំងអស់ខ្ញុំចូលចិត្តដាំកាទៀលដាំអីចឹងណាដកវាទៅឃើញវាច្រើនណាស់នឹកឃើញថាចង់ឆាសាច់គោវាដោះគ្រប់តាថោហ្នឹងមានគ្រប់តាថោវាដោះខ្លួនឯងយើងអត់បានដាំទេហើយល្អមែនតើឡើងខ្ចីហើយខ្ញុំអត់ធ្លាប់ញ៉ាំកសាំងទៀបហ្នឹងទេពីមុនមកគឺអត់ធ្លាប់ញ៉ាំតែម្ដងខ្ញុំសាឡបងញ៉ាំកសាំងទៀបហ្នឹងមើលរសជាតិហ្នឹងវាមិនដែរគឺអត់ធ្លាប់ញ៉ាំសោះហ្មងមែនតែននិយាយមែនតែនអត់ធ្លាប់ញ៉ាំទេហើយឃើញតែគេលក់នៅផ្សារអញ្ចឹងណាហើយឥឡូវវាមកដោះនៅក្នុងផ្ទះនេះកន្លែងថោប្រទាលថោអីហ្នឹងដាំជីដាំអីហ្នឹងវាដោះគ្រប់ថោទាំងអស់តែអត់មានដីអញ្ចឹងទៅយើងមានធុងពេត្រូកប៉ុងអីហ្នឹងចែកយកមកដាំតាណាំគ្រប់ម៉ូតគ្រប់ម៉ាកទាំងអស់ស្នោអីហ្នឹងយកមកដាំទាំងអស់ហ្នឹងហើយវាដោះតាមគ្រប់ធុងហ្មងល្អតាមធុងមានធុងអីចឹងណាខ្ចីមែនតើហើយដោះឡងច្រើនពេលខ្លះបោចចោលផងប៉ុន្តែយើងស្ដាយលើកនេះយើងសាឡបងឆាសាច់គោដោយសារតែនៅក្នុងធុងតកទូតករបស់ខ្ញុំហ្នឹងគឺមានសាច់គោអញ្ចឹងទៅយើងឃើញមានកសាំងទៀបវាល្អអញ្ចឹងយកមកឆាសាច់គោមកកុំបោះវាចោលទៀតស្ដាយយើងដកបានអស់ហើយបានឡើងមកកឆេងនេះអញ្ចឹងយើងត្រូវកាត់អារឹសវាយើងដកវាមកទាំងរឹសទាំងអីអញ្ចឹងណាសឹកតែដីយើងត្រូវយកមកលាងទឹកម្ដងមួយសម្រាំងវាលាងច្រើនដងឲ្យវាជ្រះដីជ្រះអីអញ្ចឹងណាព្រោះយើងបោចមកទាំងដីខ្ញុំលាងហ្នឹងគឺលាង3ទឹកហើយខ្ញុំច្របាច់លាងវាមួយដើម្បីវាស្អាតណាលាង 4-5 ទឹកដែរហ្នឹងនៅឃើញតែទឹកឡើងផេល្អឲ្យនេះអញ្ចឹងយកវាទៅចាក់ចោលម្ដងសិនហ្នឹងហើយកសាំងទៀបហ្នឹងគឺយើងបានលាងទឹកហើយ3-4ទឹកហើយដែរអញ្ចឹងណាបន្ទាប់ពីយើងលាងរួចរាល់ហើយយើងមកលាយគ្រឿងជាត្រឡប់របស់ខ្ញុំគឺដាក់គ្រឿងចូលទៅក្នុងកូនចានចាក់ស្ករអំបិលម្រេចប៊ីចេងស្អីចូលឲ្យអស់អញ្ចឹងទៅមានម្ទេសមានអីអញ្ចឹងណាដាក់ចូលទៅយើងមានជាមួយនឹងសាច់គោកសាំងទៀបរបស់យើងហ្នឹងដើម្បីធ្វើម្ហូបនៅថ្ងៃហ្នឹងគឺឆាសាច់គោកសាំងទៀបយើងមានជាមួយនឹងខ្ទឹមសយើងលីងខ្ទឹមសយើងឲ្យឈ្ងុយបន្ទាប់មកទៀតយើងចាក់ជាមួយនឹងសាច់គោចូលយើងឆាសាច់គោនឹងវាត្រឡប់ចុះត្រឡប់ឡើងហួចបន្ទាប់មកយើងក៏ចាក់គ្រឿងរបស់យើងដែលបានលាយហើយហ្នឹងចាក់ចូលទៅហើយលីងវាមកសន្ទុះនេះទៅហើយមើលទៅវាចូលជាតិសពឆ្អិនអស់ហើយយើងដាក់កសាំងទៀបចូលព្រោះកសាំងទៀបយើងវាសពូនអញ្ចឹងដល់ពេលដែលដាក់ចូលអញ្ចឹងទៅវាឆាប់ឆ្អិនអញ្ចឹងណាកុំឲ្យវាលួយពេកតាមពិតខ្ញុំចេះតែធ្វើទៅតែខ្ញុំអត់ដែរញ៉ាំផងហ្នឹងខ្ញុំធ្វើតាមវិធីឆាធម្មតាណាខ្ញុំអត់ដឹងថាញ៉ាំទៅវារសជាតិមិនទេគឺខ្ញុំអត់ដែរស្គាល់រសជាតិនឹងសោះហ្មងណាហើយយើងដាក់ចូលក្នុងចាននេះនិយាយប្រើលាបទឹកមាត់បដានេះយើងចាក់ចូលក្នុងចានរបស់យើងមកយើងដាក់ចឹងមកនេះមានខ្លាញ់មានអីចឹងណាសាច់គោយើងគឺជាប់ខ្លាញ់តិចចឹងទៅហើយឆ្អិនហើយចឹងយើងរោយមួយនឹងស្លឹកខ្ទឹមម្ទេសបន្តិចមកដើម្បីយកពណ៌ឃើញស្អាតនេះរួចរាល់ហើយនិយាយពីថារសជាតិហ្នឹងគឺខ្ញុំភ្លក់ហើយអែមដែរថាមានអន់អីចេះធ្វើម្ហូបហ៎អញ្ចឹងឥឡូវខ្ញុំមកភ្លក់ហមមួយមាត់ខ្ញុំបងធំណាខំក្បាលលេបទៅរួចហ្មងលេបក្បាលមនុស្សក៏រួចដែរនេះគឺញ៉ាំហើយមានសាច់គោជាប់ខ្លាំងឆ្ងាញ់មើលទៅទឹកមុខខ្ញុំគឺដឹងហើយគឺថាមើលមាត់ខ្ញុំលេបមនុស្សមួយទាំងមូលបានណា